បាទជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះថ្ងៃទី31ពេលយប់ខ្ញុំបានចាប់មន់ជំទង់មេអត់នេះអត់តាន់កមុំឯគឺវានៅជំទង់ឡើយអាយុកាលរបស់វាគឺ3ខែ2ខែកន្លះ2ខែជាងមិនមែនកន្លះគឺវា2ខែចាស់ដែរចិត្ត3ខែខ្លះណាក៏3ខែជាងតិចហើយគីឡូវាចាប់ពី1គីឡូ1ខាំទៅដល់1គីឡូ4 1គីឡូ5ហើយមន់នេះចាប់ជូនបងស្រីនៅខាងបាត់ដំបងស្រីដែលគាត់ជាម៉ូចាស់គាត់ធ្លាប់បានទិញហើយម្ដងមួយសាយបច្ចុប្បន្ននេះគាត់បានឆាតមករកមេបន្ថែមដើម្បីធ្វើពូជហើយគាត់ទិញលើកមុនទៅគឺគាត់ទិញមួយឈុតមេ4បាមួយប៉ុន្តែឥឡូវគាត់កំងមេទៅបន្ថែមទៀតដើម្បីគាត់ដាក់មេបន្ថែមចិញ្ចឹមគាត់ទិញទៅលើកមុនគឺល្អហើយគាត់ក៏សម្រេចចិត្តកំងម្ដងទៀតបាទអរគុណទៅដល់មិនថាម៉ូចាស់មួយថ្មីដែលគាត់បានកំងហើយវីដេអូនេះថតបញ្ជាក់សកម្មភាពទៅដល់បងហើយពីសកម្មភាពរបស់មន់និងសុខភាពរបស់មន់ថាវាសុខភាពល្អបានធម្មតាទេហើយវ៉ាក់សាំងគ្រប់គ្រាន់ត្រឹមត្រូវយកទៅចិញ្ចឹមដោយទំនុកចិត្តបាទហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់កំងកូនគឺសម្រាប់កូនបច្ចុប្បន្នអត់ទាន់មានទេបងប្អូនតតកក់ទុកប្រហែលជាកន្លះខែទៅមួយខែក្រោយទើបមានបន្តទៅមុខទៀតបច្ចុប្បន្នកាលនេះគឺវាអត់ទាន់មានកូនទៀតទេដោយសារកូនខ្ញុំទើបដាក់ចូលទូបដាទៀតពងដោយសារលើកមុនខ្ញុំលក់ពងនៅពេលអញ្ចឹងទៅបានដាក់ចូលទូហើយបច្ចុប្បន្នផ្អាកលក់ពងខ្ញុំរៀបចំពងដាក់ចូលទូវិញហើយអញ្ចឹងបងប្អូនដែលកំងកូនតតកក់ទុកមុនអាហ្នឹងបានបាទហើយសម្រាប់ពួកនេះដែរយកទៅរយៈពេល2ខែទើបវាអាចរកឈ្មោះពងបានដោយសារបច្ចុប្បន្នអាយុកាលរបស់វានៅគួរមន់ឡើយទេអញ្ចឹងហើយយកទៅប្រហែលជា2ខែបាទទើបវាអាចរកឈ្មោះពងបានបាទហើយពួកនេះដែរសម្រាប់មេគឺគីឡូវាចាប់ពី1គីឡូឡើងទៅដល់1គីឡូកន្លះហើយសម្រាប់ឈ្មោះគឺចាប់ពី1គីឡូកន្លះឡើងដល់1គីឡូ7ហើយអាយុកាលវាប៉ុណ្ណឹងគឺវាសមរម្យសម្រាប់មន់ស្រែរបស់យើងបាទហើយវីដេអូនេះគ្រាន់តែថតបញ្ជាក់ពីសុខភាពមន់របស់ខ្ញុំហើយមានតែប៉ុណ្្នឹងទេបាទអរគុណជម្រាបលា